ឥឡូវយើងមកមើលការរីកចម្រើនបងក្របងប្អូនណាជារៀងរាល់ថ្ងៃគឺខ្ញុំនឹងបង្ហាញបងប្អូនពេលល្ងាចបែបនេះថាតើក្រងយើងរីកលូតលាស់ដល់ណាបានប៉ុណ្ណាអញ្ចឹងណាបងប្អូនហ្នឹងហើយឲ្យតែពេលថ្ងៃលិចគឺក្រងយើងចាប់ផ្ដើមជូនពងយកមកដាក់បែបនេះហើយបងប្អូនមើលទៅតាមគូតសបុកបែបនេះបងប្អូនណាមើលហើយគឺយើងជាអ្នកអញ្ចឹងគឺមានកម្លាំងចិត្តតែម្ដងដោយសារតែយើងមើលឃើញថាក្រងយើងគឺពងបានល្អហើយពងក៏វាថ្លោអញ្ចឹងមកន័យថាពងដែលដាក់នៅក្នុងសបុកហ្នឹងគឺសិតតែពងដែលវាត្រៀមនឹងញ័រហ៎បងប្អូនបើសិនជាពងហ្នឹងអត់ញ័រពងហ្នឹងអត់មានការលូតលាស់គឺពងហ្នឹងតូចស្កាសច្រើនអត់សូវធំបែបហ្នឹងទេប៉ុន្តែអានេះគឺពងក្រងយើងគឺធំថ្លោល្អហើយមានបងប្អូនខ្លះគាត់ឆ្ងល់ថាគាត់ចិញ្ចឹមក្រងប៉ុន្តែហេតុអីក៏ក្រងគាត់អត់បានពងដោយខ្ញុំអត់បានរីកចម្រើនអញ្ចឹងវាមានចំណុចពិសេសរបស់វាបងប្អូនណាមិនមែនថាឲ្យតែអ្នកធ្វើគឺសិតតែទទួលបានជោគជ័យទេពេលខ្លះយើងប្រឹងប្រែងដែរតែដោយសារតែយើងអត់ដឹងពីចំណុចពិសេសបងក្រងអញ្ចឹងណាឥឡូវបងប្អូនមកមើលសបុកមួយនេះបងប្អូនតាំងពីក្រោមរហូតដល់លើហើយអាក្រោមនេះបើសិនជាយើងប្រមូលផលគឺបានបងប្អូនណានេះបើសិនជាយើងប្រមូលផលបានដោយសារតែពងនេះគឺវាគ្រប់អាយុនឹងប្រមូលផលហើយតែនៅខាងលើនេះគឺវារៀងតូចបន្តិចដោយសារតែក្រងដាក់ពងមុនក្រោយអញ្ចឹងណាបងប្អូននេះយើងមកមើលសបុកប្រមាណសបុកនេះគឺដាក់បានល្អមែនតើបងប្អូននេះសំបីតែសបុកដែលទៅតែដាក់បានតិចនេះក៏ពងល្អដែរបងប្អូននេះដោយសារតែពេលថ្ងៃគឺថ្ងៃក្តៅខ្លាំងអញ្ចឹងណាខ្ញុំអត់ហ៊ានបើកប្រួយទេដោយសារខ្យល់ខ្លាំងអញ្ចឹងពេលដែលថ្ងៃក្តៅខ្លាំងគឺក្រងតម្លាក់ពងចូលចុះខាងក្រៅបងប្អូនណាហើយថ្ងៃលិចបែបនេះគឺក្រងអត់តន់ជូនពងឡើងលើអស់ទេដូច្នេះហើយគឺពងក្រងភាគច្រើននៅមាត់សបុកបែបនេះបងប្អូនដោយសារតែថ្ងៃក្តៅខ្លាំងពេកគឺក្រងតម្លាក់ពងចុះមកខាងក្រោមដោយសបុកខាងក្នុងមួយនោះគឺតម្លាក់ចូលមកខាងក្រោមបែបហ្នឹងពងដែលនៅលើនេះគឺស្កាសសុទ្ធតែពងតូចតែបើពងល្មមប្រមូលផលគឺតម្លាក់មកខាងក្រោមបែបនេះអស់ហើយបងប្អូនណាដូច្នេះហើយតើតែរៀងយូរបន្តិចបានក្រងប្រមូលពងឡើងលើវិញអស់បងប្អូនឥឡូវយើងមកមើលតំណើទី2នេះបងប្អូនណាគ្រប់សបុកសិតតែអាចប្រមូលផលបានហើយបងប្អូននេះសិតតែអាចប្រមូលផលបានអញ្ចឹងសម្រាប់បងប្អូនដែលចង់បានក្រងយកទៅធ្វើម្ហូបនឹងឲ្យបងប្អូនអាចធ្វើការកម្មងបានបងប្អូនណានេះគឺយើងទទួលការកម្មងឲ្យបងប្អូនតែគាត់ថាការផ្គត់ផ្គង់គឺនៅមានកំណត់ដូច្នេះហើយបងប្អូនដែលចង់បានគឺត្រូវធ្វើការកម្មងមុនបងប្អូននេះអូយឡើងសាហាវយើងមកមើលខាងនេះវិញនេះបងប្អូនពងច្រើនមែនតើហើយមិនត្រឹមតែពងច្រើនទេមេក៏ច្រើនដែរបងប្អូនណាឡើងស្កាតែម្ដងនៅកន្លែងហ្នឹងឥឡូវយើងមកមើលខាងក្រោមនេះក៏ពងល្អដែរបងប្អូនហើយសបុកតេនេះមិនមែនមានន័យថាក្រងមិននៅទេបងប្អូនណាដោយសារតែយើងមើលឃើញជាក់ស្ដែងថាក្រងយើងច្រើនដូច្នេះហើយគឺយើងត្រូវតែដាក់សបុកតនេខ្លះដើម្បីឲ្យក្រងពេលដែលវាមានអារម្មណ៍ធុញថប់ជាមួយនឹងសបុកចាស់វានឹងចូលនៅសបុកថ្មីឥឡូវយើងមកមើលតនេទី3បងប្អូនហើយសម្រាប់សបុកថ្មី3 4នេះគឺខ្ញុំទៅតែដាក់ទេបងប្អូនណាអានេះក៏ទៅតែដាក់ដែរដោយសារយើងដាក់ឲ្យក្រងចូលនៅយើងចង់តាមដានថាក្រងយើងមានសុខភាពល្អឬអត់បងប្អូនមើលមួយថ្ងៃ2 ដងមេលពេលព្រឹកនិងពេលល្ងាចបងប្អូនណាពេលល្ងាចបើសិនជាក្រងយើងមានសុខភាពល្អគឺឃើញដោយទស្សនវិជ្ជាក្រងខ្ញុំអញ្ចឹងបងប្អូនហើយពេលព្រលឹមបើសិនជាក្រងយើងមានបញ្ហាព្រលឹមឡើងគឺយើងឃើញមានសាកសពឬក៏មានលោតចោលតើមានអីហ្នឹងគឺយើងមើលព្រលឹមឡើងភ្ញាក់ពីគេងឡើងយើងមើលទៅគឺយើងឃើញជាក់ស្ដែងបងប្អូនឥឡូវយើងមកមើលពីក្រោយម្ដង
ពីក្រោយគឺយើងមើលអត់សូវឃើញសបងក្រងទេដោយសារតែវាបាំងដែកឥឡូវយើងមកមើលពីលើបែបនេះវិញបងប្អូនណាហើយមានបងប្អូនខ្លះគាត់សួរថាអញ្ចឹងក្រងពិបាកអត់បងវាមិនមានការងារអ្វីដែលស្រួលហើយបានផលល្អឯបងប្អូនប្រភេទសត្វមានជីវិតមិនថាជាក្រងឬក៏សត្វអីទេគឺយើងត្រូវការមើលថែត្រូវការយកចិត្តទុកដាក់វាអត់មានអ្វីដែលងាយហើយស្រួលហើយបានផលល្អទេនេះគឺជាទស្សនៈទី3ហ៎បងប្អូននេះគឺជាទស្សនៈទី4ទស្សនៈទី4នេះក៏យើងមើលពីក្រោយដែរនេះគឺជាទស្សនៈទី5ដែលយើងទៅតែប្រវាយសបុកបងប្អូនសូម្បីតែសបុកដែលយើងទៅតែប្រវាយក៏មានពងច្រើនដែរនេះខាងក្រោមគឺយើងទៅតែដាក់បានតិចទេបងប្អូនតែតិចប៉ុណ្ណាក៏មានពងដែរណាចាហើយសម្រាប់វីដេអូនេះគឺយើងមានតែប៉ុណ្ណឹងបងប្អូនមានចម្ងល់អីគឺបងប្អូនអាច comment សួរបានចា